កាលពីភាគមុនណាទលេងវៀតណាមគឺចំថ្ងៃព្យុះភ្លៀងប៉ុន្តែភាគនេះលេងព្យុះភ្លៀងទៀតហើយអាកាសធាតុល្អខ្លាំងមែនតើនៅក្នុងវីដេអូនេះគឺពួកខ្ញុំបានទៅលេងខេត្តដាណាងនៃប្រទេសវៀតណាមហើយក៏ជាវីដេអូថ្ងៃចុងក្រោយនៃដំណើរកម្សាន្តនៅប្រទេសវៀតណាមផងដែរទៅដល់លេងវៀតណាមមួយថ្ងៃរៀងអស់សង្ឃឹមតិចដែរដោយសារតែជួបអាកាសធាតុអត់ល្អជួបភ្លៀងរហូតអញ្ចឹងក៏គិតថាថ្ងៃចុងក្រោយប្រហែលជាអញ្ចឹងដូចគ្នាប៉ុន្តែក៏ជាសំណាងរបស់ពួកខ្ញុំដែរនៅថ្ងៃចុងក្រោយគឺមេឃបាក់ស្រឡះល្អខ្លាំងមែនតើអញ្ចឹងសម្រាប់ថ្ងៃចុងក្រោយហ្នឹងក៏ពួកខ្ញុំអត់បានទៅណាឆ្ងាយខ្លាំងដែរគឺពួកខ្ញុំនៅចិត្តនឹងដែរទេហើយកន្លែងទី1ដែលខ្ញុំទៅហ្នឹងគឺខ្ញុំទៅ Lady Buddha ដែលយើងត្រូវជិះឡើងភ្នំទៅបើនិយាយទៅនៅលើភ្នំហ្នឹងគេរៀបចំបែបជាលក្ខណៈព្រះវិហារហើយគេមានធ្វើជារូបសំណាកព្រះម៉ែគង់ស្អ៊ីមមួយយ៉ាងធំនៅនឹងទៅប៉ុន្តែខ្ញុំអត់ដឹងថាកម្ពស់ប្រហែលទេដល់ពេលដែលយើងឡើងទៅដល់ទីហ្នឹងតាមពិតវាអត់សូវមានអីប្លែកអីខ្លាំងប្រហែលទេប៉ុន្តែគ្រាន់ថានៅពេលដែលយើងឡើងទៅយើងអាចមើលឃើញទេសភាពទីក្រុងនៃដាណាងទាំងមូលតែម្ដងខ្ញុំគិតថានៅលើភ្នំហ្នឹងបើសិនជាយើងឡើងទៅមើលថ្ងៃលិចប្រហែលជាស្អាតខ្លាំងប៉ុន្តែនេះខ្ញុំទៅពេលព្រឹកចឹងវាមើលទៅអត់សូវស្អាតប្រហែលទេចូលមកដល់កន្លែងទី2ដែលខ្ញុំបានទៅលេងគឺខ្ញុំបានទៅហាងកាហ្វេមួយកន្លែងដែលមានឈ្មោះថា Santra Marina ដែលហាងកាហ្វេហ្នឹងគឺគេរៀបចំបែបក្រិចតែម្ដងហើយហាងកាហ្វេហ្នឹងក៏នៅអត់ឆ្ងាយពី Lady Buddha ប្រហែលដែរគឺផ្លូវតែមួយទេការរៀបចំរបស់គេគឺរៀបចំបែបលាតទេហើយនៅមាត់សមុទ្រទៀតហើយសម្រាប់ពណ៌វិញគេលាបតែពណ៌សនិងពណ៌ខៀវនឹងឯងមានអីអ្នកទាំងអស់គ្នាពេលទៅប្លែកអារម្មណ៍ដែរតើព្រោះខ្ញុំអត់ដែរទៅលេងក្រិចដែរទេអញ្ចឹងនៅពេលដែលទៅលេងនៅហ្នឹងគឺមានអារម្មណ៍ថាអូដូចខ្លួនឯងបានទៅលេងក្រិចមែនតើអញ្ចឹងចូលមកដល់កន្លែងទី3គឺនាំគ្នាជិះជណ្ដើរយន្តឡើងភ្នំតែម្ដងធ្លាប់តែឡើងភ្នំដើរថ្មើរជើងហ្នឹងណាប៉ុន្តែលើកនេះអូឡើងកលិបតិចហើយនាំគ្នាចំណាយលុយជិះជណ្ដើរយន្តឡើងភ្នំគេរៀងខ្ពស់គួរសមដែរព្រោះជិះជណ្ដើរយន្តឡើងទៅឡើងខ្ពស់ប៉ុន្តែពេលដែលឡើងទៅគឺឃើញ view ទីក្រុងហ្មងឃើញស្អាតខ្លាំងបើសួរខ្ញុំថាភ្នំនឹងឈ្មោះគេខ្ញុំសុំទោសពិតមែនខ្ញុំភ្លេចបាត់ហើយដោយសារតែក្របានធ្វើវីដេអូនឹងពេកចឹងទៅភ្លេចឈ្មោះភ្នំមែនតើហើយអញ្ចឹងសម្រាប់ការឡើងភ្នំហ្នឹងទិញសម្បត្តិជណ្ដើរយន្តដូចជាមិនអស់ថ្លៃប៉ុន្មានទេអ្នកទាំងអស់គ្នាដូចអស់តែ 4-5,000 រៀលខ្មែរយើងទេបើនិយាយពីនៅលើភ្នំហ្នឹងគឺរៀបចំបែបសាមញ្ញធម្មតាទេអ្នកទាំងអស់គ្នាមិនស្អាតខ្លាំងទេគ្រាន់តែថាយើងឡើងទៅយើងឡើងទៅមើលទេសភាពអីអញ្ចឹងណាប៉ុន្តែនៅហ្នឹងគឺគេល្បីលអាងនៅខាងក្រោមគឺវាចាំងពលឺមកស្អាតតែគ្រាន់តែថាខ្ញុំអត់បានចូលលអាងទេពួកខ្ញុំសម្រេចចិត្តនាំគ្នាឡើងមកលើភ្នំតែនៅលើភ្នំក៏មានលអាងផ្សេងទៀតដែរហើយក៏ពួកខ្ញុំបានចូលទៅមើលដែរនាំក្មួយខ្ញុំឡើងទៅព្រោះក្មួយខ្ញុំគឺគាត់ចូលចិត្តណា adventure ហ្នឹងអញ្ចឹងនាំគាត់ទៅមើលហ្មងទៅហើយបបួលចុះមកអត់ចង់ចុះហើយណាគេនៅចង់ទៅមុខទៀតអញ្ចឹងចេញពីលអាងមកពួកយើងក៏បន្តដំណើរទៀតទៅអញ្ចឹងពួកយើងចុះមកពីលើភ្នំនឹងវិញពួកយើងអត់ជិះចដាយន្តចុះវិញទេព្រោះយើងចង់មើលនៅលើភ្នំនឹងដែរអញ្ចឹងថាមានអីខ្លះអញ្ចឹងក៏នាំគ្នាដើរបចុះមកតែម្ដងទៅនិយាយថាឡើងភ្នំមកគឺចាញ់ក្មេងៗទេក្មេងៗគ្មានហត់ទេហត់តែចាស់ទេនិយាយទៅសុំចាញ់ហ្មងក្មេងៗគឺអត់មានហត់ទេគេបានឡើងភ្នំគេបានចុះភ្នំគឺគេសប្បាយខ្លាំងហ្មងអញ្ចឹងចុះពីលើភ្នំហើយពួកខ្ញុំនាំគ្នាទៅញ៉ាំអាហារថ្ងៃត្រង់សិនដោយសារតែរៀងថ្ងៃតិចហើយនិយាយទៅដើរលេងវៀតណាមមួយថ្ងៃហ្នឹងមកឡើងដូចឆាតកួនហើយហៅតែឆាតកួនញ៉ាំទេគ្រប់ពេលហ្មងអ្នកទាំងអស់គ្នាឲ្យតែហៅម្ហូបញ៉ាំគឺឆាតកួនគឺខ្ញុំនេះឯងអ្នកនាំអាតឆាតកួនគ្រប់ពេលតែម្ដងចេញពីញ៉ាំបាយហើយដើរកាត់មកតាមផ្លូវគឺឃើញកាហ្វេនិយាយទៅក្លិនឡើងឈ្ងុយហ្មងអ្នកទាំងអស់គ្នាហើយទិញញ៉ាំម៉ាក់ខ្ញុំអីប៉ាក្មេកខ្ញុំគឺគាត់ចូលចិត្តមែនទែនគាត់ថាអូយកាហ្វេតាមផ្លូវឆ្ងាញ់ជាងកាហ្វេក្នុងហាងទៀតនិយាយមែនណាអ្នកទាំងអស់គ្នាកាហ្វេនៅវៀតណាមគឺឆ្ងាញ់មែនទែនអាកាហ្វេតាមផ្លូវហ្នឹងតែខ្ញុំអត់ហ៊ាននិយាយថាកាហ្វេនៅហាងមិនទេប៉ុន្តែកាហ្វេតាមផ្លូវគេគឺរសជាតិឆ្ងាញ់ហ្មងធ្វើកពស់គេហងត្រូវបង 20000 ហ្នឹងឯងកាហ្វេតាមផ្លូវមើលឲ្យដាក់ស្កតអារម្មណ៍កាហ្វេដាក់កោបន្ទាប់ពីញ៉ាំបាយរួចនាំគ្នាដើរស្រក់ពោះអីហើយក៏នាំគ្នាដើរត្រឡប់មកកន្លែងស្នាក់នៅវិញហើយបន្ទាប់ពីបាត់ហត់ចឹងទៅក៏នាំក្មេងៗមកលេងអាងហែលទឹកហើយកន្លែងដែលខ្ញុំគេហ្នឹងអាងហែលទឹកគេគឺគេធ្វើនៅជាន់ខាងលើតែម្ដងអញ្ចឹងនៅពេលដែលឡើងមកលើអញ្ចឹងយើងឃើញទេសភាពទាំងទីក្រុងទាំងសមុទ្រទាំងភ្នំអីអញ្ចឹងទៅមិនបងអង្គយូរល្ងាចឡើងក៏ពួកខ្ញុំបន្តដំណើរទៅដើរលេងទៀតព្រោះនៅកន្លែងដែលខ្ញុំគេហ្នឹងគឺនៅជិតមាត់សមុទ្រហើយដើរទៅតែបន្តិចទេទៅដល់មាត់សមុទ្រហើយអញ្ចឹងកន្លែងដែលខ្ញុំទៅហ្នឹងគឺឆ្នេរដាណាងហ្មងហើយនៅពេលដែលចាប់ដើមពេលល្ងាចហ្នឹងអាកាសធាតុរៀងចាប់ដើមរៀងអាប់អួរតិចហើយដោយសារតែវាអត់ទាន់អស់កំសួលនៃអាព្យុះហ្នឹងណាអញ្ចឹងវារៀងមកខ្យល់រៀងខ្លាំងតិចតួចដែរអញ្ចឹងទៅប៉ុន្តែពួកខ្ញុំអត់បានចុះទៅលេងទឹកទេព្រោះយើងអត់អាចចុះលេងទឹកបានទេព្រោះមើល
ទៅរៀងគ្រោះថ្នាក់អញ្ចឹងគ្រាន់តែនាំគ្នាដើរលេងនៅតាមមាត់ឆ្នេរតែប៉ុណ្្នឹងឯងដោយសារតែពួកខ្ញុំទៅដើរលេងចំថ្ងៃព្យុះអញ្ចឹងពេលដែលទៅលេងនៅមាត់ឆ្នេរហ្នឹងគឺឃើញតែសភាពអត់សូវស្អាតទេអ្នកទាំងអស់គ្នានៅឆ្នេរអីគឺសិតតែសារ៉ាមញ៉ៃញ៉ៃពេញនឹងឯងដោយសារតែវាព្យុះអញ្ចឹងទៅគេរៀបចំសម្អាតអត់តាន់ទេវាទៅតែភ្លាមអញ្ចឹងណាថ្ងៃហ្នឹងដើរលេងមាត់ឆ្នេររហូតដល់យប់អញ្ចឹងទៅក៏នាំគ្នាដើរទៅញ៉ាំអាហារពេលល្ងាចបន្ទាប់មកក៏នាំគ្នាជិះតាក់ស៊ីទៅលេងនៅកន្លែងស្ពាននៀកហ្នឹងគេបើកភ្លើងហើយគេដូរពណ៌ឡើង4-5ពណ៌និយាយទៅគេដូរពណ៌រហូតហើយខ្ញុំទៅលើកមុនខ្ញុំអត់បានទៅលេងកន្លែងស្ពាននៀកហ្នឹងពេលយប់ទេតែលើកនេះបានទៅហើយនៅគៀនហ្នឹងក៏គេមានរូបដូចជាតោបាញ់ទឹកដែរនិយាយទៅរបៀបជាមានទូកអីជីដែរតែគ្រាន់តែពួកខ្ញុំអត់បានជិះទូកអីតែប៉ុណ្្នឹងឯងហើយចេញពីហ្នឹងទៅក៏ពួកខ្ញុំនាំគ្នាទិញអីញ៉ាំដើរលេងផ្សាររាត្រីអញ្ចឹងមើលគេមើលឯងគេលក់នេះលក់នោះអញ្ចឹងទៅហើយទិញរបស់តិចតួចអីយកមកញ៉ាំអីចឹងទៅផ្សាររាត្រីហ្នឹងក៏នៅមិនឆ្ងាយដែរនៅចិត្តស្ពាននេះដែរទេនិយាយទៅនាំគ្នាដើរមើលហើយរៀងធំដែរដើរមកចុកជើងដែរហ្នឹងហើយមនុស្សច្រើនណាស់តាន់តាប់តែម្ដងអញ្ចឹងសម្រាប់ថ្ងៃហ្នឹងគឺដើរលេងតែប៉ុណ្្នឹងទេព្រោះហត់ហើយរៀងយប់ដែរអញ្ចឹងស្អែកឡើងក៏យើងនាំគ្នាបន្តដំណើរត្រឡប់ទៅផ្ទះវិញនិយាយទៅងើបតាំងពីព្រលឹមទៀតហើយអញ្ចឹងយើងទៅពលានយន្តហោះដាណាងដើម្បីហោះមកទីក្រុងហូជីមីញវិញហើយបើយើងជិះឡានមកទីក្រុងភ្នំពេញបន្តអញ្ចឹងវីដេអូដើរលេងនៅប្រទេសវៀតណាមគឺមានតែប៉ុណ្្នឹងឯងអរគុណសម្រាប់ការទស្សនាជួបគ្នានៅវីដេអូក្រោយជម្រាបលាបាយ